បងសូមចុចតាមខ្ញុំដើម្បីមើលរឿងបានពេញសូមអរគុណបងនេះជាការលេងសាច់មែនទេមិនប្រកាសថាជាការលេងសាច់ទេយប់នេះនៅមានកម្មវិធីជប់លៀងជាមួយលោកខ្ញុំនឹងទៅជាមួយលេខាលាវអញទៅសម្រាប់ស្រួលចុះខានជួបគ្នាយូរហើយមិត្តរួមថ្នាក់ចាស់ For one thing មិននឹកស្មានថាបែកគ្នាជាច្រើនឆ្នាំអញអាចចេញចូលកន្លែង High Soul ដោយវាមាន Chance នេះខ្ញុំត្រូវសំដៅថៃកែម្នាក់មកទីនេះលោកប្រធានឆៅតើលោកនៅមានការអីទៀតទេលោកប្រធានឆៅមិននឹកស្មានថាគ្រួសារលោកមានទ្រព្យធនធានតែនៅតែធ្វើខ្លួនសាមញ្ញលោកប្រវែវបែបនេះសោះឥឡូវលោកជោគជ័យយ៉ាងនេះច្បាស់ជាត្រូវចូលរួមការជួបជុំមិត្តភក្តិដើម្បីជួយណែនាំដល់ពួកយើងដែលជាមិត្តចំអីនេះជាអាចកំបាំងជោគជ័យរបស់លោកប្រធានឆៅប្រញាប់រៀបចំឡានជូនខ្ញុំនិងលោកប្រធានឆៅចេញទៅភ្លាម For one thing ខ្ញុំចង់ទៅជាមួយឯងដែរអាចឈួតមនុស្សសរសៃប្រសាទោះលោកប្រធានឆៅមិត្តភក្តិរងចាំអស់ហើយមិត្តភក្តិទាំងអស់គ្នាខ្ញុំសូមណែនាំអ្នករាល់គ្នាអ្នកដែលឈរក្បែរខ្ញុំនេះគឺជាអនុប្រធានក្រុមហ៊ុន Feng Hao Group នៅយ៉ាងហេហើយក៏ជាមិត្តរួមថ្នាក់ចាស់របស់យើងលោក Zhao Shu ប្រធាន Zhao ក្នុងចិត្តខ្ញុំមិនដែលណែនាំខ្លួនផងមិនបានជានាងដឹងពីអត្តសញ្ញាណខ្ញុំស្វាគមន៍លោកប្រធាន Zhao ទាំងអស់គ្នាប្រធាន Zhao ស្អីគេទៅលោកប្រធាន Zhao ចង់ទៅឥឡូវមែនទេវានៅលឿនពេកហើយលោកគួរតែទៅរកកន្លែងស្ងប់ស្ងាត់ជាមួយអភិបាលខេត្តទៅល្អជាងពិតណាស់គឺដើម្បីទទួលរាប់អានឯងឲ្យបានល្អនឹងឯងប៉ុណ្ណឹងវាគ្រប់គ្រាន់ហើយ Zhao Shu ពេលថ្ងៃឯងរត់ទៅពួននៅ Shenzhen អញអាងខ្លួនមានអ្នកបង្អែកជាអ្នកនាងធំគ្រួសារ Shen មែនទេពាក្យតែក្នុងវីដេអូតែអញមិនទាន់បានលុបជង្គង់ចុះនៅឡើយទេតើមនុស្សដូចខ្ញុំអាចទៅហ៊ានធ្វើឲ្យអ្នកប្រុសឡាយអន់ចិត្តបានយ៉ាងម៉េចឆ្លើយច្រឡំមាត់ហើយអ្វីដែលឯងកំពុងធ្វើនេះគឺវាខុសពីការទទួលយកការចាំដល់ខ្ញុំចង់ឲ្យលោកចង់កាសជាលើកទី2ប្រកាសទេណាលោកប្រធានឆៅបើមិនជឿក៏មិនបាច់ស៊ីទទួលយកដែរការដែលមិនស្គាល់កម្លាំងខ្លួនឯងវានឹងត្រូវរងទណ្ឌកម្មខ្ញុំផ្ដល់ផ្លូវឲ្យឯងជ្រើសរើសពីទី1លុតជង្គង់ក្រាបក្បាលដល់ដីសុំទោសពួកយើងនៅទីនេះទី2គឺភ្នាល់ជាមួយមិត្តភក្តិទាំងអស់នៅទីនេះបើឯងឈ្នះឯងអាចចាក់ចេញទៅដោយសុវត្ថិភាពតែបើឯងចាញ់ត្រូវក្រាបក្បាលសុំទោសពួកយើងគ្រប់គ្នាយ៉ាងនិយាយជាបង្កាប់ខ្ញុំក៏ព្រោះតែខ្ញុំបំផ្លាញអនាគតពួកឯងទាំងឡាយមិនក៏នាំគ្នាដើរតាមសម្ដីរីមីរបស់គេដែរបើចង់បន្ទោសគឺបន្ទោសតែមកពីឯងមិនចេះមើលកាលៈទេសៈខ្លួនឯងកាលពីមុនទៅគ្រាន់តែលះបង់ឯងម្នាក់ចោលពួកយើងនឹងមានឱកាសបាននៅក្បែរមនុស្សធំម្នាក់នៅថ្ងៃនេះការជួបជុំមិត្តភក្តិស្អីក៏ដោយក៏វាមិនស្មើនឹងលៀបសក្ការៈនិងទ្រព្យសម្បត្តិដែរយ៉ាងណាមិញឯងវាក៏គ្រាន់តែជាស្មុំទាអ្នកសុំទានម្នាក់ប៉ុណ្ណោះការធ្វើបែបនេះចាត់ទុកថាឯងបានបញ្ចេញតម្លៃពិតប្រាកដរបស់ឯងហើយចាំបាច់អីទៅពន្យល់ប្រាប់ពួកស្មុំទីនោះពួកយើងគ្រាន់តែផឹកបំបាក់វាឲ្យដួលនោះពួកយើងនឹងទទួលបានទ្រព្យសម្បត្តិមហាសាលមិនខានគឺគ្រូសាវងមែនទេដែលបញ្ជាឲ្យឯងមកឯងទីមិនខុសទេគឺអ្នកប្រុសវងបញ្ជាឲ្យខ្ញុំរៀបចំអន្ទាក់នេះសម្រាប់ឯងតាមពិតទៅខ្ញុំអាចជន់ឈ្លីឯងឲ្យមកភ្លាមក៏បានតែអ្នកប្រុសវងបែរជាចង់ឲ្យខ្ញុំលេងសាច់ជាមួយឯងសិនហើយអញគួរតែដឹងគុណចំពោះសញ្ញាមេដារបស់អ្នកនៅក្រោយមុននឹងអ្វីដែលអ្នកប្រុសវងកំពុងរៀបចំក្នុងចិត្តនោះពីក្រោយពិតជាអ្វីឲ្យប្រកាសទៅនេះគឺជាស្រាដែលខ្ញុំរៀបចំឡើងជាពិសេសយាយមេងហួរឡើងយកសពក្នុងទីចាំមើលតែនៅតែបន្តផឹកទៀតមិនទាន់មានអ្នកណាផឹកពីអស់ហើយអាចដើរបានលើពី3ជំហាននោះទេកែវទី1នេះខ្ញុំជាអ្នកប្រកួតជាមួយឯងដល់វេនឯងហើយស្រាយាយមេងហួរឡើងហៅឈូផឹកស្រាកែវនេះហើយឯងនៅតែមិនព្រមដួលចុះទៀតមែនទេមិនអាក្រក់ដែរកុំថាខ្ញុំធ្វើពុតអីហៅឈូឲ្យតែផឹកស្រារបស់ខ្ញុំហើយគ្មានអ្នកណាម្នាក់អាចឈរឲ្យនឹងបានឡើយការដែលឯងខំប្រឹងទប់ខ្លួននៅពេលនេះវាមិនមានន័យអីតតែស្រាបរទេស Whisky Brandy ប៉ុណ្ណឹងមិនទាន់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់នឹងធ្វើឲ្យខ្ញុំដួលបាត់ទេឯងចង់ផឹកបំបាក់ខ្ញុំមែនជួយបញ្ចេញសមត្ថភាពពិតប្រាកដបន្តិចមកបានទេកុំយកអាទឹកភេសជ្ជៈរបស់ក្មេងនឹងមកលេងសើចជាមួយខ្ញុំអីហៅឈូអញកុំអួតខ្លាំងពេកបើថ្ងៃនេះខ្ញុំផឹកបំបាក់ឯងមិនបានខ្ញុំសងវ៉ាន់ធីងនឹងលុតជង្គង់ចុះចំពោះមុខឯងភ្លាមកែវនេះមានឈ្មោះថាស្រវឹងពាន់ឆ្នាំខែណែនសយមិនបាច់ចាំដល់ផឹកចូលពុះទេគ្រាន់តែហិតក្លិនវាបន្តិចក៏អាចធ្វើឲ្យមនុស្សស្រវឹងដួលបានដែរហៅឈូបើទោះជាកែវនេះឯងក៏អាចផឹកវីចូលដោយមិនខ្ញុំសងវ៉ាន់ធីងនឹងលុតជង្គង់ចុះសុំទោសឯងភ្លាមមកនេះសំលេងទូរស័ព្ទចូលឆៅឈូបង្ខំផឹកស្រាជាមួយយើងមេធំសាខ្ញុំតលេងចប់ហើយឯងប្រញាប់មកសមាគមSen Chamber of Commerceភ្លាមមករំខានហើយខ្ញុំនឹងចាត់មនុស្សឲ្យទៅទទួលឯងឥឡូវនេះមិនក៏ស្រាប់តែមិនហ៊ានផឹកអញ្ចឹងគ្មានអ្នកណាតាមខ្ញុំមកទៀតទេមែនទេនេះជារឿងមិនអាចទៅរួចទេវាមិនអាចទៅរួចឡើយពួកឯងនៅមានល្បិចអីទៀតមែនទេឯងរើសស្រា7កែវមកពួកយើងកាត់សេចក្តីគ្នាក្នុងមួយទឹកនេះតែម្ដងតើពួកឯងហ៊ានភ្នាល់ជាមួយខ្ញុំទេហៅឈូអញច្បាស់ជាស្លាប់មិនខានឡើយលើកនេះឬមួយក៏អញចង់បោះបង់ជីវិតខ្លួនឯងចោលហើយពិតទៅពួកយើងគិតដល់ចំណងមិត្តភាពចង់ទុកនៅស្មានថាឯងបែរជាប្រញាប់ចង់ទៅមកបែបនេះដូចជាឆ្កែព្រៃបែបនេះរស់នៅបន្តក៏ខានចង់ខ្ញុំនឹងប្រើស្រា7កែវចុងក្រោយនេះដើម្បីស្នាដៃ7ជាន់ដែលជាស្នាដៃឯករបស់ខ្ញុំគ្រប់មួយកែវដែលផឹកចូលទៅនឹងធ្វើឲ្យឯងមានអារម្មណ៍ដូចធ្លាក់នរកអញ្ចឹងតាំងពីខ្ញុំបង្កើតវាឡើងមកដល់ពេលនេះមិនទាន់មានអ្នកណាអាចផឹកពីអស់ទាំង7កែវដែរពេលតែមួយបានឡើយនិយាយថាប៉ះបូមាត់ភ្លាមស្រវឹងភ្លាមនោះអីមិនថាស្រាយកសពក្នុងទីស្ងាត់ឬស្រវឹងពាន់ឆ្នាំទេខ្ញុំវាគ្រាន់តែជាទឹកថ្នាំបោកក្មេងប៉ុណ្ណោះបើកម្រិតស្រារបស់ពួកឯងមានត្រឹមតែផ្លូវឲ្យខ្ញុំដើរចេញទៅវាមិនល្អជាងទេអាស្រ័យមានសិទ្ធិជួយមកមើងងាយខ្ញុំនឹងមើងងាយស្រារបស់ខ្ញុំនរក7ជាន់របស់ខ្ញុំ3កែវដំបងលេបទឹកភ្នែក3កែវបន្ទាប់ដាច់ពោះវៀននិងកែវចុងក្រោយស៊ីលវិញសូម្បីតែនរក7ជាន់ឬដាច់ពោះវៀនអីក៏ដោយបើឯងអាចផឹកស្រាទាំង7កែវនេះអស់ហើយនៅឈរជើងបានខ្ញុំនឹងព្រមឯង